មកដល់ទឹកដីកាចេះលើកទី1ហើយអត់ដឹងថាកាចេះគេមានកោះសោះអ្នកតាគ្នាមានកោះនឹងមជ្ឈមមេងុំកន្លែងដើរលេងគឺស្អាតខ្លាំងមែនតើហ្មងកន្លែងញ៉ាំអីក៏ស្អាតដែរដូចថ្ងៃនេះខ្ញុំមកញ៉ាំគោឡើងភ្នំលើទូកចឹងហើយបន្ទាប់ពីញ៉ាំគោឡើងភ្នំហើយនាំគ្នាឆ្លងទៅកោះច្រែងដែលជាកោះនៅខេត្តកាចេះយើងនឹងឯងនៅលើកោះនេះហើយគេមានកញ្ចុះមានអីអង្គុយលេងមកស្អាតខ្លាំងមែនតើអ្វីដែលសំខាន់ណាមានផ្លូវដើរចូលទៅដល់ខាងក្នុងភូមិហើយមានសួនផ្កាសួនអីស្អាតបែបនេះទៀតអ្នកតាគ្នានៅលើទឹកដីកោះច្រែងហ្នឹងណាហើយនិយាយស្មោះត្រង់ទៅសឹងតែគ្រប់ខេត្តហើយតែខ្វៀងខេត្តកាចេះអត់ដែលបានមកទេទៅតែបានមកលើកទី1ហ្មងក្នុងឆាកជីវិតនេះអ្នកនរគ្នាហើយមកលើកនេះគឺលៀងម្ចាស់ដៃហ្មងដើរលេងលើគោកផងលើកោះផងគឺគ្រប់ក្លុកក្លៀតហ្មងកន្លែងដែលខ្ញុំមកថ្ងៃនេះហ្នឹងគឺសួនសុបិនកោះច្រែងនឹងឯងអ្នកនរគ្នាចូលមកដល់លេខទៅឃើញមានភោជនីយដ្ឋានមួយដែលអត់ដែតលើទឹកនឹងហ្មងហើយរឿងដំបងគេដែលពួកខ្ញុំធ្វើហ្នឹងគឺចុះមកអង្គុយលេងនិងញ៉ាំអាហារពេលព្រឹកនៅលើភោជនីយដ្ឋានតែលើទឹកគេនឹងឯងនិយាយទៅមិនអាហារពេលព្រឹកទេមកដល់ថ្ងៃអញ្ចឹងក៏សម្រាប់ចិត្តថាញ៉ាំអាហារពេលព្រឹកបូកពេលថ្ងៃអញ្ចឹងណាហើយទូកនេះគឺជាទូកសម្រាប់គេជូនទៅលើកោះនឹងឯងអ្នកនរគ្នាហើយសម្រាប់តម្លៃសបត់ក្នុងការជិះទូកទៅលើកោះហ្នឹងសម្រាប់មនុស្សធំគឺតម្លៃ 4000 បើកូនក្មេងវិញតែ 2000 ទេទាំងទៅទាំងមកអ្នកនរគ្នាហើយកន្លែងលក់ម្ហូបអាហារគេនឹងស្អាតខ្លាំងមែនតើមានហាងកាហ្វេមានអីនៅក្នុងនេះទៀតហើយគេមាន2ជាន់3ជាន់យើងអាចឡើងមកអង្គុយលើក៏បានអង្គុយក្រោមក៏បានអញ្ចឹងណាហើយបើនិយាយពីអាហារដ្ឋានបណ្ដែតលើទឹកនៅកំពង់ចម្លងទេសចរសួនសុបិនកោះច្រែងហ្នឹងគឺនៅជិតវត្តបោះលាវចង្ងាយ200ម៉ែត្រហើយបើនិយាយពីជិះមកពីខេត្តកាចេះវិញចង្ងាយតែ8គីឡូម៉ែត្រទេនិយាយទៅលើផ្លូវជាតិលេខ73ហ្នឹងឯងនៅលើផ្លូវអមទលេពីភ្នំពេញទៅកាចេះហ្នឹងដំបូងគេនេះគឺញ៉ាំគោឡើងភ្នំសិនបញ្ជាក់បន្តិចណាអ្នកគ្នាម្ហូបគាត់នេះគឺរសជាតិដើមមកពីហាងធានីសាច់អាំងទឹកកាពិនិងបាញ់ចាងនៅភ្នំពេញហ្នឹងឯងបងប្អូនដែលជាហ្វេនហាងគាត់នៅភ្នំពេញស្គាល់រសជាតិតែថាឆ្ងាញ់ហ្មងដូចតែឃើញចឹងគឺហៅត្រៀបសំម្ហូបគាត់ឆ្ងាញ់ផងនោះដល់ពេលអញ្ចឹងទៅគឺដាក់អត់ប្រឡែងតែម្ដងនេះស្វាគមន៍ដំបងគេហ្នឹងគឺឈុតគោឡើងភ្នំនឹងឯងហើយក៏បានហៅទ្រៀងរបស់គាត់ 3-4 កែវមកញ៉ាំជាមួយគោឡើងភ្នំដែរអ្នកតាគ្នាហើយសម្រាប់គោឡើងភ្នំរបស់គាត់ខ្ញុំ recommend ហ្មងអ្នកតាគ្នាធូរថ្លៃហើយឆ្ងាញ់ទៀតអញ្ចឹងបងប្អូនដែលនៅខេត្តកាចេះឬក៏ជិះកាត់តាមនឹងអីអាចចូលមកសាកបានព្រោះតម្លៃវិញគឺសមរម្យខ្លាំងមែនតើអ្វីដែលសំខាន់បរិយាកាសស្អាតនឹងហ្មងមកដល់គឺថតរូប1លាន80ប៉ុស្តិ៍អត់អស់ប្លង់ថតទេដោយសារតែប្លង់ថតស្អាតខ្លាំងមែនតើហើយបើមានពេលខ្ញុំណែនាំឲ្យឆ្លងទូកទៅលេងនៅលើកោះច្រែងហ្នឹងទៅទឹកហូររិចស្អាតហើយអង្គុយលើកញ្ចក់ឲ្យត្រជាក់ល្ហឹមអ្វីដែលសំខាន់នៅខាងលើនេះហ្នឹងគេមានសួនផ្កាសួនអីទៀតហើយបើតម្លៃរបស់គាត់នេះដូចតែឃើញអញ្ចឹងគឺធូរថ្លៃទេអត់ថ្លៃទេឃើញតែហាងគាត់ស្អាតអញ្ចឹងមែនហើយបន្ទាប់ពីពួកខ្ញុំញ៉ាំអីឆ្អែតគួរសមហើយក៏បន្តតាណាចេញទៅកោះច្រែងហ្នឹងឯងដែលគាត់មានទូកជូនយើងទៅបែបនេះហើយទូកគេឡើង cute ខ្លាំងមែនតើមើលតពណ៌ទៅក៏ដឹងដែរមានតែគោផ្កាមានអីលើហ្នឹងមើលទៅឡើងស្រស់ស្រាយហ្មងណាការមកកាចេះលើកទី1នេះគឺអត់ខកបំណងទេបានដើរលេងច្រើនកន្លែងខ្លាំងមែនតើលើគោកផងលើទូកផងលើកោះផងនិយាយទៅគឺច្រើនម៉ូតច្រើនម៉ាក់មែនតើចូលមកដំបងហ្នឹងគឺអ្នកទាំងគ្នានឹងឃើញកញ្ចក់នៅលើទឹករបស់គាត់នេះហើយទឹកហ្នឹងគឺហូររហូតមកអ្នកទាំងគ្នាហើយត្រជាក់ខ្លាំងមែនតើទឹកគេនេះហើយបើមើលទៅក្នុងទឹកគឺឃើញមានកូនត្រីហែលឡើងពេញហ្នឹងហ្មងគេមានអង្គុយដាក់កៅអីអង្គុយដូចនៅមាត់សមុទ្រអញ្ចឹងហើយប្លង់ថតរូបវិញក៏ច្រើនដែរពីមួយកន្លែងទៅមួយកន្លែងហើយអានេះគាត់ប្រាប់ថាគាត់រៀបបានខ្លះៗណាគាត់នឹងរៀបបន្ថែមទៀតសម្រាប់ពេលចូលឆ្នាំបងប្អូនអាចទៅលេងលើកោះនឹងទៅរាំទៅអីបានហើយនៅខាងលើនេះវិញគាត់មានដាំជាសួនផ្កាមានហាងកាហ្វេហាងអាហារហើយអ្វីដែលសំខាន់ហ្នឹងមានកន្លែងបោះតង់មានអីទៀតហើយឆាប់ហ្នឹងគាត់នឹងធ្វើជាបន្ទប់ដែលយើងអាចស្នាក់នៅទីនោះបានណារបៀបដូច resort អញ្ចឹងណាអ្នកទាំងគ្នាហើយខាងលើហ្នឹងក៏មានជាកញ្ចក់ឲ្យយើងអង្គុយញ៉ាំអីនៅក្នុងហ្នឹងផងដែរតែខ្ញុំ recommend ឲ្យឡើងមកលើនេះហើយចាំចុះទៅលេងនៅខាងក្រោមព្រោះដោយសារតែឡើងមកលើនេះយើងថតរូបថតអីហើយរៀងហត់ដើរថតរូបហត់អីចឹងយើងអាចចុះទៅ relax នៅមាត់ទឹកអង្គុយស្ដាប់សលេងទឹកហូរអីចឹងណាព្រោះនៅកន្លែងកញ្ចក់ខាងក្រោមហ្នឹងគឺនៅក្នុងទឹកហ្មងតែតនេះឲ្យទឹករាក់ទេកូនក្មេងអីក៏គាត់អាចលេងបានដែរបើផ្កានៅខាងលើវិញគឺច្រើនម៉ូតច្រើនម៉ាក់ខ្លាំងមែនតើអ្នកទាំងគ្នាអ្នកចូលចិត្តផ្កាចូលចិត្តថតរូបជាប់ធម្មជាតិជាប់ផ្កាអីត្រូវហើយគេមានរូបសំណាកច្រើនមែនតើដើម្បីឲ្យយើងថតរូបជាមួយបើងាកមកជ្រុងនេះវិញគាត់មានរៀបចំជាតង់យើងអាចជួលដើម្បីស្នាក់នៅនឹងបានណាហើយបើខាងលើនេះវិញគាត់ប្រាប់ថាគាត់ plan ធ្វើកន្លែងចាក់កូនសោរបៀបអ្នកទៅលេងអាចយកកូនសោមកចាក់មានឈ្មោះមានអីចឹងណានិយាយទៅពីមួយ angle ទៅមួយ angle គឺស្អាតខ្លាំងមែនតើហ្មងគឺខ្ញុំមកដល់ស្រស់ស្រាយមែនតើអ្នកទាំងគ្នា
ហើយបន្ទាប់ពីដើរលេងខាងលើហត់ហើយក៏ចុះមកក្រោមព្រោះដោយសារតែរៀងល្ងាចដែរហើយពេលហ្នឹងដល់ពេលអញ្ចឹងទៅក៏ហៅមកហូបតិចតួចទៀតដើម្បីញ៉ាំជំនួសអាហារពេលល្ងាចហ្មងទៅព្រោះដោយសារត្រូវត្រឡប់ទៅភ្នំពេញវិញពេលយប់អញ្ចឹងគឺដាក់មួយឆ្អែតហើយបានទៅភ្នំពេញវិញនេះអ្នកទាំងគ្នាមកហូបបន្ទាប់មកទៀតហ្នឹងខ្ញុំហៅមានមន់ដុតមានបាញ់ចាងគាត់ហ្នឹងក៏ល្បីដែររបៀបមកហូបបែបខ្ចប់មាននំបញ្ចុកមានជើងជ្រូកមានអីចឹងណាមានសាច់ជ្រូក3ជាន់មានអីចឹងទៅតែដំបូងគេនេះគឺញ៉ាំមន់សិនដោយសារឃ្លានខ្លាំងមែនតើដោយតែនិយាយចឹងគឺថាថ្ងៃនេះមកតែ3នាក់ទេមកហូបវិញគឺថាអត់ឲ្យចាញ់គ្នាទេគឺហៅមកត្រៀបត្រាហ្មងហើយមិនញ៉ាំអត់អស់ហើយណាអង្គុយញ៉ាំតតបោសហ្មងឈុតបាញ់ចាងគាត់ខ្ញុំ recommend ហ្មងអ្នកតគ្នាបើតើក៏ត្រូវតែហៅញ៉ាំហ្មងអាហ្នឹង signature របស់គេនៅនឹងហ្មងគឺថាលេខ1ហ្មងយីមែនតាំងពីទឹកជ្រលក់តាំងពីសាច់តាំងពីបន្លែគាត់រៀបមកទៅ fresh ស្អាតល្អខ្លាំងមែនតើហ្មងញ៉ាំស្និទ្ធមាត់ខ្លាំងមែនតើគឺមើលតែមាត់មិត្តភក្តិខ្ញុំទៅដឹងឯងញ៉ាំអត់មានដាក់ដៃដាក់លភាអីចោះទេណែឈុតគេមានសាច់មានអីចឹងណាមានឈុតតូចមានឈុតធំអីចឹងទៅយើងអាចហៅតាមហ្នឹងអញ្ចឹងបញ្ជាក់អ្នកទាំងគ្នាម្ដងទៀតកន្លែងដែលខ្ញុំមកនេះគឺនៅខេត្តកញ្ចេះដែលមានឈ្មោះថាសួនសុបិនកោះច្រែងនឹងឯង